សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអត្ថបទមួយដែលដាក់ចំណងជើងថាតើភ្នំ Picasso របស់អ៊ីរ៉ង់គឺជាអ្វីហេតុអ្វីបានជាលោកដូណាល់ត្រាំកំពុងតែគំរាមកំហែងនិងវាយប្រហារនៅទីតាំងនេះយោងតាមប្រធានាធិបតីលោកដូណាល់ត្រាំកំពុងគំរាមកំហែងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ម្ដងហើយម្ដងទៀតហើយលើកនេះលោកបានកំណត់គោលដៅនៅលើទីតាំងមួយដែលគេកំណត់ថាភ្នំ Pegas ទីតាំងនេះគឺជាមជ្ឈមណ្ឌលដែលមានការការពារយ៉ាងតឹងរ៉ឹងនិងត្រូវបានកសាងយ៉ាងជ្រៅនៅក្នុងរូងក្រោមដីនៅក្បែររោងចក្រចម្រាញ់អុយរ៉ាញ៉ូមដ៏សំខាន់មួយរបស់អ៊ីរ៉ង់ដែលមានឈ្មោះថា Natanz អ្នកអាចនឹងចាំបានថាទីតាំង Natanz ធ្លាប់រងការវាយប្រហារពីសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមរយៈពេល12ថ្ងៃរវាងអ៊ីរ៉ង់-អ៊ីស្រាអែលកាលពីឆ្នាំមុនអ៊ីរ៉ង់ក៏បានរាយការណ៍ថាអំពីការវាយប្រហារថ្មីៗនេះនៅលើ Natanz នៅក្នុងខែមីនាផងដែរទោះបីជាយ៉ាងណាភ្នំ Pegas ផ្ទាល់នៅមិនទាន់រងការវាយប្រហារខូចខាតនៅឡើយទេព័ត៌មានអំពីទីតាំងនេះនៅមានកម្រិតខ្លាំងជនជាតិអ៊ីរ៉ង់ហៅថា Kuigalang Galang ហើយទីភ្នាក់ងារថាមពលបរិវ៉ាណូអន្តរជាតិក៏មិនធ្លាប់ទទួលបានការអនុញ្ញាតឲ្យចូលត្រួតពិនិត្យទីតាំងនេះដែរហេតុដែលគេដឹងថាទីតាំងនេះត្រូវបានការពារដោយប្រព័ន្ធប្រឆាំងយន្តហោះរបងសន្តិសុខនិងកងឆ្មាំងបដិវត្តន៍អ៊ីរ៉ង់អ្នកជំនាញជាច្រើនជឿថាគម្រោងសំណង់នៅក្នុងតំបន់នេះគឺស្ថិតនៅក្នុងដំណាក់កាលសាងសង់ការគំរាមកំហែងវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកកើតឡើងស្របពេលដែលអ៊ីរ៉ង់និងសហរដ្ឋអាមេរិកប្រឈមមុខដាក់គ្នាជុំវិញច្រកសមុទ្រហូម៉ូសទន្ទឹមនឹងនេះយោធាសហរដ្ឋអាមេរិកក៏បានបញ្ចេញរូបភាពនៃការវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ជាបន្តបន្ទាប់ផងដែរសំណួរសំខាន់ហេតុអ្វីបានជាលោកដូណាល់ត្រាំផ្ដោតលើភ្នំ Pegas ហើយហេតុអ្វីបានជាលោកគំរាមវាយប្រហារទីតាំងនេះយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ការវាយប្រហារណាមួយនៅលើទីតាំងនុយក្លេអ៊ែរនឹងចាត់ទុកថាជាការបង្កើនភាពតានតឹងដ៏ធ្ងន់ធ្ងរអ្នកជំនាញបាននិយាយថាទំហំដ៏ធំនៃគម្រោងសាងសង់ភ្នំ Pegas អាចបង្ហាញថាអ៊ីរ៉ង់នាពេលអនាគតនឹងអាចប្រើប្រាស់ទីតាំងនេះសម្រាប់ការចម្រាញ់អុយរ៉ាញ៉ូមនិងការផលិតម៉ាស៊ីនសង់ទ្រីហ្សូលដែលជាឧបករណ៍សំខាន់ក្នុងកម្មវិធីនុយក្លេអ៊ែរផងដែរនៅពេលត្រូវបានសួរអំពីទីតាំងនេះលោកដូណាល់ត្រាំបាននិយាយថាយើងប្រហែលជានឹងវាយប្រហារតំបន់នេះក្នុងពេលឆាប់ៗនេះហើយវាជាការវាយប្រហារដ៏ខ្លាំងក្លាអ្នកជំនាញមួយរូបជាអតីតជនខ្ពស់នៃ IAEA បានលើកឡើងថាសហរដ្ឋអាមេរិកចង់វាយប្រហារទីតាំងនេះមុនពេលអ៊ីរ៉ង់អាចដំឡើងនិងបើកដំណើរការប្រព័ន្ធសង់ទ្រីហ្សូលថ្មីបានពេញលេញលោកស្រីក៏បានពន្យល់ថាទោះបីជាមិនទាន់មានភស្តុតាងច្បាស់លាស់អំពីអ្វីដែលកំពុងកើតឡើងនៅទីតាំងនោះក៏ដោយក៏មានការព្រួយបារម្ភយ៉ាងខ្លាំងថាទីតាំងនេះអាចនឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពនុយក្លេអ៊ែរនាពេលអនាគតអ្វីដែលធ្វើឲ្យទីតាំងនេះគួរឲ្យចាប់អារម្មណ៍គឺត្រូវបានសាងសង់ជ្រៅក្រោមដីក្រោមថ្មយ៉ាងក្រាស់ដ៏ធំសម្បើមអ្នកជំនាញខ្លះថែម
ទាំងនិយាយថាសូម្បីតែគ្រាប់បែកប្រភេទ Bunker Booster ដែលរចនាឡើងដើម្បីបំផ្លាញគោលដៅគ្រាប់ដីដីក៏អាចជួបការលំបាកក្នុងការបំផ្លាញទីតាំងនេះទាំងស្រុងដែរលោកស្រីក៏បានបញ្ជាក់ថាការវាយប្រហារតាមអាកាសមិនអាចលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានទាំងស្រុងនោះទេដោយសារអ៊ីរ៉ង់មានអ្នកវិទ្យាសាស្ត្រនិងសមត្ថភាពបច្ចេកវិទ្យាខ្ពស់ដែលអាចបន្តអភិវឌ្ឍកម្មវិធីនេះវិញបានលោកស្រីជឿថាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបំផុតគឺចរចាតាមផ្លូវការទូតមិនមែនការប្រើកម្លាំងយោធានោះទេមុនពេលមានការវាយប្រហារពីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកក្រុមអធិការកិច្ចរបស់ IAEA ធ្លាប់មានសិទ្ធិចូលត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ពួកគេបានដឹងអំពីទីតាំងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានប្រកាសជាផ្លូវការចំនួន22កន្លែងរួមទាំងណាតាន Fordo និង Isfahan ផងដែរប៉ុន្តែពេលនេះ IAEA បានមានព័ត៌មានតិចតួចណាស់អំពីទីតាំងសម្ភារៈនុយក្លេអ៊ែរនិងស្ថានភាពជាក់ស្ដែងនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទោះបីជាអ៊ីរ៉ង់តែងអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងសន្តិភាពតែប៉ុណ្ណោះក៏ដោយក៏ការកសាងទីតាំងការពារយ៉ាងរឹងមាំដូចជា PCAS បានធ្វើឲ្យមានការសង្ស័យកាន់តែច្រើនពីសហគមន៍អន្តរជាតិទោះជាយ៉ាងណាពីទស្សនកិច្ចរបស់អ៊ីរ៉ង់វាអាចជាវិធានការការពារយ៉ាងចាំបាច់មួយបន្ទាប់ពីទីតាំងនុយក្លេអ៊ែរជាច្រើនរបស់ខ្លួនធ្លាប់បានរងការវាយប្រហារម្ដងហើយម្ដងទៀតសម្រាប់ពេលនេះភ្នំពីកាសនៅតែជាទីតាំងដ៏អាថ៌កំបាំងមួយដែលកំពុងស្ថិតនៅចំកណ្ដាលនៃភាពតានតឹងកាន់តែក្តៅគគុករវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកតើនឹងក្លាយទៅជាគោលដៅវាយប្រហារបន្ទាប់ដែរឬទេពិភពលោកកំពុងរង់ចាំមើលការវិវត្តន៍បន្ថែមទៀត